នៅលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃទី6 មេសាលោក Donald Trump បានឆ្លើយសំណួរអ្នកកាសែតដោយលោកបានអះអាងថាអ្វីដែលកំពុងតែកើតឡើងនៅលើទីផ្សារគឺលោកមិនអាចប្រាប់បានទេក៏ប៉ុន្តែអ្វីដែលលោកអាចនិយាយបានគឺថាសហរដ្ឋអាមេរិកកំពុងតែមានកម្លាំងរកអ្នកណាមកប្រដូចបានទេសហរដ្ឋអាមេរិកនឹងក្លាយជាប្រទេសដែលមានឥទ្ធិពលធំបំផុតក្នុងការគ្រប់គ្រងសង្កត់សេដ្ឋកិច្ចពិភពលោកស្ត្រីអ្នកកាសែតម្នាក់បានសួរបន្ថែមថាតើលោក Donald Trump យល់យ៉ាងណាដែលឃើញតម្លៃភាគហ៊ុននៅលើទីផ្សារមូលបត្រអាមេរិកបានធ្លាក់ដាំក្បាលចុះយ៉ាងគំហុកហើយធ្វើឲ្យក្រុមហ៊ុនសហគ្រាសអាមេរិកត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារត្រឹមតែប៉ុន្មានថ្ងៃមកនេះលោក Donald Trump បានឆ្លើយយ៉ាងខ្លីថាសំណួរនេះជាសំណួរដ៏ឆ្កួតឆ្កួតហើយថាលោកគ្មានចិត្តចង់ធ្វើឲ្យនរណាម្នាក់ខាតបង់ប្រាក់នោះទេក៏ប៉ុន្តែពេលខ្លះគឺយើងត្រូវតែលេបថ្នាំដើម្បីព្យាបាលជំងឺសម្ដីទាំងនេះរបស់លោក Donald Trump បានសបញ្ជាក់ថាលោកមិនបដូរចិត្តហើយជឿថាអ្វីដែលលោកកំពុងតែធ្វើគឺជារឿងត្រឹមត្រូវដើម្បីការពារផលប្រយោជន៍អាមេរិកវាសបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់លោក Donald Trump ដែលធ្លាប់បានអះអាងថាលោកត្រូវវះកាត់សហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកមានជំងឺដែលបង្កឡើងដោយអនុភាពពាណិជ្ជកម្មព្រោះថាគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោកបានកេងចំណេញលើសហរដ្ឋអាមេរិករាប់សិបឆ្នាំមកហើយគូក៏សម្គាល់ថានៅព្រឹកថ្ងៃទី7 មេសានេះទីផ្សារមូលបត្រនៅជុំវិញពិភពលោកបានភ័យជ្រួលច្របល់កាន់តែខ្លាំងឡើងដោយសារតែអត្រាពន្ធថ្មីដ៏សែនធ្ងន់ដែលរដ្ឋបាលរបស់លោក Donald Trump បានដាក់ទៅលើច្រើនប្រទេសតម្លៃភាគហ៊ុននៅទីផ្សារមូលបត្រធំៗតាមបណ្ដាប្រទេសអឺរ៉ុបបានបើកទ្វារជាមួយនឹងការធ្លាក់តម្លៃជាមធ្យមចន្លោះពី5ទៅ6%ចំណែកនៅផ្សារមូលបត្រ Wall Street ទីក្រុង New York វិញបានធ្លាក់ថ្លៃជាមធ្យមចន្លោះពី4ទៅ5%ផ្សារមូលបត្រនៅអាស៊ីដែលកំពុងតែភ័យជ្រួលច្របល់បំផុតជាងគេដោយសារតែចិនបានសម្រេចចាត់វិធានការសងសឹកវិញទៅលើទំនិញរបស់អាមេរិកនៅហុងកុងតម្លៃភាគហ៊ុនបានដាំក្បាលចុះដល់ទៅ12%នៅតៃវ៉ាន់ជិត10%នៅតូក្យូនិងសិង្ហបុរីខ្ទង់7%ហើយនៅសេអ៊ូលធ្លាក់ចុះចំនួន5%សូមបញ្ជាក់ថាអ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានអះអាងថាសង្គ្រាមពាណិជ្ជកម្មដ៏សន្ធោសន្ធៅនេះនឹងវាយទម្លុះកាបូបប្រាក់របស់ប្រជាជនអាមេរិកខ្លួនឯងព្រោះថាអត្រាអតិផរណានឹងកើនឡើងហើយទំនិញនឹងឡើងថ្លៃដោយឡែកលោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានប្រកាសអួតនៅទូរទស្សន៍ NBC កាលពីល្ងាចថ្ងៃទី6 មេសាថាគិតត្រឹមពេលនេះមានប្រទេសជាង50ប្រទេសហើយដែលបានតាក់ទងប្រាប់មករដ្ឋបាលអាមេរិកថាគេសុខចិត្តចរចាព្រមធ្វើសម្បទានពាណិជ្ជកម្មនិងទាញទម្លាក់អត្រាពន្ធរបស់គេទៅលើទំនិញរបស់អាមេរិកដូចគ្នាដែរលោក Kevin Hassett ទីប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមានបានអះអាងថាបញ្ហានេះនឹងមិនបង្កផលប៉ះពាល់អ្វីធំដុំទេដល់សេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជនអាមេរិកផ្ទុយទៅវិញមានប្រទេសជាច្រើនបានបន្ទន់ជង្គង់សុំចរចាជាមួយសហរដ្ឋអាមេរិកព្រោះគេសុទ្ធតែដឹងខ្លួនថាពួកគេនឹងខាតបង់ធ្ងន់ធ្ងរណាស់